សាវរីហើយសូមអរគុណទៅដល់យុវជនចំនួនក្រោយដែលបានជួយថតរូបឲ្យយើងខ្ញុំคนอยู่เองនេះដែរចាខ្ញុំសូមជួបមួយអរគុណសូមជម្រាបលាទេពភាពខាងតាលោកអីប្រងដែលជួបទៅទេពភាពអីហ្នឹងយកតវិទ្យាហ្នឹងថ្ងៃនេះគឺខ្ញុំคนอยู่เองហ្នឹងគឺជាអតីតសិស្សអនុវិទ្យាល័យព្រៃដានថ្នាំងឥឡូវខ្លាយជាទេពភាពវិទ្យាល័យហើយបានជួបនឹងយុវនិស្សិតចំនួនថ្មីដែលបានមកថតរូបនេះខ្ញុំសង្គមរៀននិយមដល់ចៅដល់សំណាក់សម័យដៃជោហ៊ុនសែនចាគឺវាផ្លាស់ប្ដូរខុសគ្នាពីដើមជាអនុវិទ្យាល័យទេឥឡូវខ្លាយទៅជាវិទ្យាល័យតើមានសិស្សប្រហែលអ្នកនៅវិទ្យាល័យព្រៃដានថ្នាំងហ្នឹងអ្នកអរគុណច្រើនចៅមកហ្នឹងអាចារ្យហ្នឹងអរគុណចៅអាចយើងតាមគ្នាខំប្រឹងរៀនណាចាហ្នឹងមានតែពាក្យខំប្រឹងរៀនចាមានតែចំណេះហ្នឹងហើយសម្រាប់តាយុវជនជំនាន់ថ្មីបន្តទៀតអរគុណច្រើនចាជម្រាបសួរបងប្អូនថ្ងៃនេះគឺជាថ្ងៃសុក្រទី28ខែមីនាគ្រិស្តសករាជ2025ឥឡូវនេះខ្ញុំអរគុណអីព្រមទាំងតាជាស្ដាយជាសម្អាតក៏ដល់រងរួចស្វ័យអន្តរហើយខុសស្ដាប់យករូបភាពមានគ្រប់3បងប្អូនមានគ្រប់3ហើយនឹងផ្លៃខាងគួរត្រូវហើយនឹងកាឌីវទៀតណានេះចាអ្នករួចដើមកសាងដោយឯកឧត្តមហាសារ៉េតចាអភិបាលខេត្តព្រៃវែងនិងលោកជំទាវចាអ្នកតបបាត់ដែរឥឡូវធំស្ទើរដងនឹងមួយថតមួយហើយទៅគឺគាត់អត់មានកាន់ត្រូវទេទេកបោទៀតនេះច្បាស់ឥឡូវបងប្អូនមកដល់នេះរីក៏ទៀតគួរត្រូវមានតាក់កលៀវហើយជុំបាកម្មាទៀតបងប្អូនណាខ្ញុំប្រសាទអត់ចូលមាត់ចាណាចូលឡាចានេះហើយជុំមកនេះតាមមានផ្នែកឯករាជ្យទៀតណាបងប្អូនណាខ្ញុំមានផ្នែកឯករាជ្យទៀតណានេះដែរបាទថ្ងៃនេះជាថ្ងៃទី27ខែមីនាឆ្នាំ2025ឥឡូវបានមកដល់រង្វង់មួលស្វាយអន្តរខេត្តព្រៃវែងឥឡូវទេអតិកបៃណានេះអតិកបៃបាទបងប្អូនអតិកបៃហើយនឹងមាននារីកាន់គួរស្រូវបាទកាន់គួរស្រូវនៅរង្វង់មួលស្វាយអន្តរតាំងសបាតជ័យវត្តបានទី7ទៀតណាបាទជំរាបសួរស្ដីបងប្អូនថ្ងៃនេះជាថ្ងៃទី28ខែមីនាឆ្នាំ2025បាទលើខ្ញុំបាទយីសម្អាតនិងភរិយាអូនអីនេះបានមកចូលមកថ្វាយបង្គំអុជធូបដល់ប្រាសាទព្រៃដើមស្រុកដែលមានពុទ្ធមានអង្គជ័យវរ្ម័នមានប្រគោនៅគង់នៅទីនេះបាទហើយអ្នកខ្លាំងពូកែស័ក្តិសិទ្ធិសូមឲ្យថែរក្សាទឹកដីប្រទេសកម្ពុជាឲ្យបានគង់វង្សជារៀងរហូតចំនួនសម្រាប់កូនខ្មែរគ្រប់ចំនួនហើយយើងកូនចៅចំនួនហើយខ្ញុំម្ចាស់ទាំងពីរនាក់នេះមកសូមសេចក្តីសុខសូមឲ្យអ្នកតាចាស់ព្រៃអ្នកតាដែលរក្សាប្រាសាទព្រៃដើមស្រុកជួយគ្រួសារនិងប្រទេសកម្ពុជាឲ្យបានសុខសប្បាយកុំឲ្យប្រទេសណាមកឈ្លានពានយកបានឡើយសូមព្រះអង្គជួយការពារទឹកដីកម្ពុជានិងគ្រួសារខ្ញុំអកតនានឹងកូនចៅឲ្យបានសេចក្តីសុខទាំងអស់គ្នាសូមបីនៅប្រទេសកម្ពុជានៅកាណាដាក៏ដោយបាទសូមថ្វាយបង្គំលាសូមអរគុណបាទជំរាបសួរស្ដីបងប្អូនជាទីស្រឡាញ់រាប់អានបាទថ្ងៃនេះជាថ្ងៃទី28ខែមីនា2025
យើងខ្ញុំទាំងពីរនាក់បានមកដល់ប្រាសាទភ្នំព្រៃដើមស្រុកហើយបានផ្ដិតយករូបភាពពីវីដេអូបាទសូមបញ្ជាក់ថាប្រាសាទភ្នំទាំងស្រុកនៅក្នុងស្រុកពីតកណ្ដាលខេត្តព្រៃវែងបាទគឺការដាំនេះតែបើដីដូចនឹងតែមានជីជាតិណានោះកន្លែងស្រានោះឯងចង់ចង់មើលនៅបាទនេះជាទីធ្លាប្រាសាទព្រៃដើមស្រុកនៅក្នុងស្រុកស៊ីតោកណ្ដាលខេត្តព្រៃវែងបាទទាត់យកដើមឈើដើមអំពិលនិងទងជាតិនិងតួប្រាសាទមានដំរីបាទមានសេះមានទេវតា